ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍កម្មការ Channel របស់ខ្ញុំមេងហួងហើយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបធ្វើទឹកជ្រលក់ចុចជាមួយនឹងនំប៉័ងចង់ចុចជាមួយនឹងនំប៉័ងជ្រុងក៏បាននំប៉័ងដើមសាបហ្នឹងក៏បានចាហើយគ្រឿងផ្សំគឺមានផ្លែប៉េងប៉ោះពុកម៉ែបងប្អូនយកប៉េងប៉ោះធំៗក៏បានតែខ្ញុំអត់បានទិញប៉េងប៉ោះធំទេខ្ញុំទិញប៉េងប៉ោះតូចនេះ5ផ្លែហើយក៏បានដាក់ទឹកយើងធម្មតាស្ងោរប៉េងប៉ោះហ្នឹងឲ្យឆ្អិនផុយល្អបន្លែផ្សេងទៀតមានមើមខ្ទឹមបារាំងដំឡូងបារាំងម្ទេសនេះខ្ញុំអត់ស្គាល់ឈ្មោះទេបើសិនពុកម៉ែបងប្អូនស្គាល់ឈ្មោះប្រាប់ខ្ញុំផងពីច្រើនខ្ញុំឃើញគេដាក់តែក្នុងស្លំជូរអញ្ចឹងណាហើយយកទៅធ្វើអីផ្សេងឆាយក៏ឃើញគេចិត្តដាក់ដែរជាពិសេសម្ហូបចិនណាចាប់ដើមហាន់ខ្ទឹមបារាំងឲ្យល្អិតតូចដើម្បីចុចជាមួយនឹងនំប៉័ងទៅក្លិនខ្ទឹមបារាំងហ្នឹងឈ្ងុយចេញក្លិនល្អអញ្ចឹងណាពុកម៉ែបងប្អូនហើយមើលទៅតំណងគួរចង់ញ៉ាំកាហាយផ្សារភ្នែកណាពុកម៉ែបងប្អូនគឺខ្ញុំហាន់បិទភ្នែកអត់ហាន់កាន់តែយូរកាន់តែផ្សារចុងក្រោយទំមថាហាន់អស់មួយមើមហ្នឹងឡើងហូរទឹកភ្នែករហាមហាន់ម្ទេសម្ដងហើយម្ទេសនេះពុកម៉ែបងប្អូនកុំភ្លេចឆ្កឹះយកសរសៃចេញផងណាព្រោះខ្ញុំខ្លាចហឹលកូនខ្ញុំញ៉ាំដែរហើយបើពុកម៉ែបងប្អូនណាគាត់ប្រកែញ៉ាំហឹលដាក់ទាំងក្របដាក់ទាំងសរសៃនឹងទៅអត់បញ្ហាទេឃើញថាទឹកពុះហើយពេញប៉ោះហ្នឹងក៏បានផុយល្អដែរបន្ទាប់ពីខ្ញុំបានរំងាស់ទុកមួយរយៈធំដែរប្រហែលជា20នាទីអីពុកម៉ែបងប្អូនទុកទាល់តែរៀងរលួយហើយក៏បង់បន្លែទាំងអស់ចូលខ្ញុំខ្ជិលបង់មួយមុខម្ដងណាទឹកជ្រលក់នេះខ្ញុំធ្វើរៀងច្រើនណាពុកម៉ែបងប្អូនញ៉ាំអត់អស់ទេសល់អត់បានដាក់ក្នុងទូទឹកកកអ៊ំចោលចាបន្ទាប់ពីដាក់បន្លែរួចរាល់ហើយក៏យកកម្រិបឆ្នាំងមកគ្របហើយបន្លែឆាប់ផុយក៏ដូចជាឆាប់ឆ្អិនហើយបន្ទាប់ពីបន្លែឆ្អិនល្អហើយខ្ញុំក៏បើកកម្រិបឆ្នាំងឡើងវិញចាប់ផ្ដើមកូរត្រឡប់ដើម្បីឲ្យសព្វបន្លែអញ្ចឹងណាឆ្អិនសព្វបន្លែហើយបង់គ្រឿងក្រៅចូលមានអំបិលបន្តិចទឹកត្រីបន្តិចស្ករហើយតែខ្ញុំអត់ដែលមានប៊ីចេងដាក់ទេសម្លនិយាយរួមសម្លខ្មែរយើងពីដើមមកក៏គ្មានប៊ីចេងគ្មានអីបងប្អូនប៉ុន្តែគ្រឿងផ្សំខ្មែរយើងមានប្រហុកមានទឹកត្រីមានផ្អកមានស្ករត្នោតហើយចឹងជាគ្រឿងដែលជំរុញរសជាតិឆ្ងាញ់ស្រាប់ហើយបើនៅពេលបច្ចុប្បន្នសម័យថ្មីយើងនេះគេមានម្សៅស៊ុបម្សៅអីដោយសារតែយើងធ្វើម្ហូបលឿនអញ្ចឹងត្រូវការគ្រឿងផ្សំបងលឿនតែបងតែម្សៅស៊ុបតាមមុខអីហើយមិនចាំបាច់កវេកបោមានប៊ីចេងស្ករខ្ទឹមទឹកត្រីអំបិលអីអញ្ចឹងណាពុកម៉ែបងប្អូនតែផ្ទះរបស់ខ្ញុំត្រឡប់អត់ទៅហើយស្លដែរដាក់ប៊ីចេងទេពុកម៉ែបងប្អូនស្លអត់ប៊ីចេងក៏ឆ្ងាញ់ដែរចាទឹកជ្រលក់ចុចនំប៉័ងនេះឃើញថាបន្លែផុយអស់ហើយខ្ញុំក៏ភ្លក់មើលរសជាតិល្មមឬក៏ស្ទើប្រៃស្ទើសាបអីស្ទើស្ករអីតែខ្ញុំបងស្ករមិនញ៉េបទេពុកម៉ែបងប្អូនដោយសារតែគិតថាដំឡូងបារាំងមានរសជាតិផ្អែមខ្ទឹមបារាំងក៏ផ្អែមដែរអញ្ចឹងអត់សឹងថាបាច់បងស្ករផងក៏បានដែរកុំតែខ្លាចពណ៌អត់ស្អាតទេពុកម៉ែបងប្អូនកុំអីហ្នឹងខ្ញុំផៅស្ករត្នោតបាត់ហើយមើលពុកម៉ែបងប្អូនញ៉ាំនំប៉័ងជាមួយនាងខ្ញុំសាកល្បងញ៉ាំអាហារបែបអឺរ៉ុបម្ដងណាភាគច្រើនអាហារបែបព្រឹករបស់ខ្ញុំនំប៉ាវឬក៏ចេកចៀនសមអាំងនំល្ពៅនំបត់និងអន្សមខ្ញុំចិត្តតែយកទឹកឃ្មុំយកមកដាក់ចុចបានមួយមុខទៀតចំពោះពុកម៉ែបងប្អូនចូលចិត្តញ៉ាំនំប៉័ងចុចជាមួយនឹងកាហ្វេឬក៏ចុចជាមួយនឹងទឹកដោះគោឬក៏ស្ករសចូលចិត្តបែបណាដែរចាវីដេអូរបស់ខ្ញុំគឺដល់ទីបញ្ចប់ដែរហើយពុកម៉ែបងប្អូនសូមអរគុណដល់ពុកម៉ែបងប្អូនចំណាយពេលវេលាទស្សនាហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like subscribe ឲ្យនាងខ្ញុំបានច្រើនផងជូនពរសុខភាពល្អសំណាងល្អធ្វើដំណើរទៅណាជួបតែសុខភាពតាមផ្លូវជំរាបលាបាយបាយ